គ្រាន់តែមកដល់ភ្លាមទាចុះហែលទឹកតែម្ដងហើយបងប្អូនហែលបានមកសន្ទុះហ្នឹងក៏ឡើងហូបបាយទៅដោយសារតែឃ្លានណោះហើយហែលទឹកដឹងស្រាប់ហើយគឺឃ្លានខ្លាំងណាស់ចាសួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកលេងចំការស្វាយស្រុកសំឡូតនៅក្បែរផ្ទះដែរទេបងប្អូនចានិយាយវាថានៅចិត្តផ្ទះទេមិនដែលបានមកលេងទេផ្ទាល់តែបងស្រីនាំកូនមកលេងអញ្ចឹងដោយទាំងពួកខ្ញុំពីរនាក់ដែរទៅហើយបើថាមកដល់លេងខ្លួនឯងហ្មងគឺមិនដែលទៅណាទេបងប្អូនហើយធ្វើបើតែនៅក្បែរផ្ទះមែនតែមិនដែលចេញទៅណាហ្មងហើយបងប្អូនហើយបើនិយាយរឿងហូបវិញគឺធ្វើខ្លួនឯងទេបងប្អូនគឺអត់បានកំងគេទេគឺសាច់គោជៀនហ្នឹងប្រហុកហើយជើងមាន់ឆាគ្រឿងហើយនឹងអស់លៀសឆា7ទុំបងប្អូននិយាយវាថាអូចិត្តមែនតែនហ្មងហើយធ្វើខ្លួនឯងទាំងអស់ហ่าបងស្រីខ្ញុំគាត់ឡើងធ្វើអីអញ្ចឹងទៅបងប្អូនណាយគឺខ្ជិលកំងផនគេហ៎អញ្ចឹងយើងធ្វើខ្លួនឯងយកមកហូបអញ្ចឹងនិយាយវាថាអូឆ្ងាញ់មែនតែនហ្មងហើយបងប្អូនណាមួយដូរបរិយាកាសទៀតហ៎មកហូបក្បែរមាត់ទឹកមាត់អីអញ្ចឹងនិយាយវាថាអូយហូបឆ្ងាញ់មែនតែនហ្មងណាបងប្អូនជួបជុំគ្នាច្រើនចេះហើយមួយទៀតហូបបាយខ្ចប់លឹកជេរចឹងបងប្អូនណាដែលធ្លាប់ហូបបាយខ្ចប់លឹកជេរបែបនេះគឺដឹងថាឆ្ងាញ់ហើយវាឈ្ងុយចេញពីស្លឹកចេកផងយើងហ៎និយាយវាថាអូជាតិមែនហ្មងបងប្អូនបើអត់ជឿទេអាចសាក់ធ្វើបានអីចឹងណាដូរបរិយាកាសផងអីផងចឹងទៅនិយាយវាថាអូជាតិមែនតែនខ្ញុំហូបបាយឡើងអស់តែម្ដងហើយនិយាយមែនឲ្យបងស្រីទី2របស់ខ្ញុំវិញគេថាថ្ងៃនេះគេអត់ស្រកគីឡូទេគឺគេសុំហូបវិញថ្ងៃហ្នឹងអង្គាមជើងមាន់ផងប្រហុកវិញដាក់អុយនឹងខ្មុំពេញមាត់តែម្ដងហើយបងប្អូនណាយហើយបើថាបងទី1វិញអូគេស្វីតណាស់បងប្អូននិយាយមែនហូបបាយសិតតែ2នាក់អីចឹងណាធ្វើមិនទៅគេមានគូហ៎ចឹងគេស្វីតដែរជារឿងធម្មតាហើយមែនអត់ហើយនិយាយវាថាអូយគឺម្ហូបរបស់យើងនេះគឺឆ្ងាញ់គ្រប់មុខតែម្ដងហើយដោយសារតែដូចខ្ញុំនិយាយចឹងហូបបាយបែបហ្នឹងហូបអត់ដឹងឆ្អែតទេបងប្អូនណាយគឺទឹកត្រជាក់ខ្យល់មកល្វើយទៀតអូយហូបអត់ដឹងខ្លួនថាឆ្អែតនោះហើយថ្ងៃនេះវីដេអូរៀងវែងបន្តិចហើយបងប្អូនទ្រាំមើលវីដេអូខ្ញុំមកដល់ចប់ផងដោយសារតែទេសភាពវាស្អាតពេកហ៎ទ្រាំមិនបានថតជូនបងប្អូនមើលទៅហើយវីដេអូថ្ងៃនេះប្រហែលជា3 4វីដេអូឯណោះតែខ្ញុំផុសតែមួយទេគឺកន្លែងហូបបាយនេះខ្ញុំកាត់ធ្វើជាមួយកន្លែងហើយកន្លែងផ្សេងខ្ញុំថតកន្លែងផ្សេងទៀតចឹងណាបងប្អូនចឹងទៅវីដេអូនេះគឺមានតែកន្លែងហូបបាយទេនៅមានវីដេអូក្រោយៗទៀតហ៎បងប្អូនដោយសារបើថាខ្ញុំដាក់វែងពេកគឺខ្លាចឲ្យបងប្អូនមើលហ៎ចឹងដាក់តែ3នាទីជាងដឹងមានអ្នកមើលអត់ផងអញ្ចឹងទៅខ្ញុំកាត់យកតែកន្លែងហូបហ្នឹងទេមកវីដេអូបងប្អូនណាចាបើខ្ញុំដាក់វែងវិញខ្លាចមានបងប្អូនណាមើលហ៎ចឹងទៅក៏កាត់វីដេអូក្រោយៗទៀតអីអញ្ចឹងណាអញ្ចឹងកុំធុញខ្ញុំអីឲ្យវីដេអូច្រើនអីនោះតែថ្ងៃហ្នឹងសូមផុសតាមវីដេអូទេហើយឥឡូវនេះមកជួបជាមួយខ្ញុំម្ដងអីអញ្ចឹងណាបងប្អូនកុំឲ្យថាក្នុងវីដេអូហ្នឹងអត់មានខ្ញុំសុទ្ធហ្មងហើយអញ្ចឹងទៅមកមើលខ្ញុំម្ដងចាមើលមាត់ខ្ញុំហូបអីអញ្ចឹងនិយាយថាអូយសប្បាយចិត្តមែនតែនបានហូបបាយជុំគ្នាហើយនៅមាត់ទឹកត្រជាក់អញ្ចឹងទៀតនិយាយថាអូយចិត្តសាហាវហ្មងបងប្អូនហើយកន្លែងហ្នឹងគឺនៅជិតផ្ទះទេជិះមិនបាន15នាទីផងក៏ប៉ុន្តែមិនដែលបានទៅទេខ្ជិលទៅតោះបងស្រីគាត់នាំកូនគាត់ទៅលេងអញ្ចឹងទៅបានពួកខ្ញុំទៅដែរអីអញ្ចឹងទៅបើបងស្រីមកនាំទៅលេងទេគឺពួកខ្ញុំមិនងាយទេបងប្អូនណានៅតែគឺនៅផ្ទះហ្នឹងឯងបើថាមានអ្នកនាំអាហ្នឹងប្រហែលជាទៅតែបើថាអត់មានហើយគឺនៅផ្ទះហើយខ្ជិលណាស់បងប្អូននិយាយមែនហើយក្តីសុខណាស់បងប្អូនណាយបានហូបអញ្ចេះដើរលេងអញ្ចេះហើយបានហូបអញ្ចេះទៀតដើរលេងភ្ជុំមេងុំសំខាន់បានហូបរបស់ឆ្ងាញ់ដែលយើងចង់ហូបទៀតហ៎និយាយថាអូយមើលមាត់ក៏ដឹងដែរបើប្រាប់ថាអត់ឆ្ងាញ់មានបងប្អូនណាជឿទេមែនអត់អូយបងប្អូនណានិយាយមែនគឺជាតិណាស់ហើយបើថាក្មួយខ្ញុំវិញគ្រាន់តែហូបហើយបខំឪតែម្ដងហើយឪនោះហូបបាយមិនសឹងត្រង់មាត់ទេបខំថាឲ្យប៉ានោះហូបបាយឲ្យលឿនទៅគឺគេចង់ហែលទឹកទៀតអីអញ្ចឹងណាហូបបាយប្រញាប់គឺប្រញាប់ទៅហែលទឹកក៏មានណានោះញាត់ផងអីផងនិយាយវាថាអូយចង់ហែលទឹកនៅបខំអង្គុយបខំឪនៅនឹងឯងហើយវីដេអូមួយនេះក៏ឈានដល់ទីបញ្ចប់ហើយចាំជួបជុំវីដេអូក្រោយទៀតណាបងប្អូនចាបើពេញចិត្តជាមួយនឹងវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ like ជួយ share ជួយ comment ម្នាក់មួយផងដែរជាពិសេសនោះកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដែរបងប្អូនហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែជួយមើលវីដេអូខ្ញុំដល់ចប់ផងដែរអរគុណជម្រាបបងប្អូនទាំងអស់គ្នាបាយបាយជួបគ្នានៅវីដេអូក្រោយ